សួស្តីអ្នកទាំងអស់គ្នាយើងនេះមកប្រាប់ពីរបៀប shop វ៉ែនតាជាមួយនឹង app Hi Siri ទាំងអស់គ្នាជាដំបូងយើងចូលទៅក្នុង App Store តោះយើងវាយពី XEYC វានឹងចេញមក Hi Siri នៅខាងលើហ្នឹងបងស្លាប់យកពាក្យ Hi Siri ហ្នឹងមកហើយតោះយើង download app មួយហ្នឹងពេលដែលយើង download app ហ្នឹងហើយមុនដែលយើង shop app យើងត្រូវប្រកាសថាយើងបើក Bluetooth ជាមួយនឹង location ហើយអញ្ចឹងបងចង់ register ក៏បានចង់វាយ account មក email របស់បងចូលក៏បានដែរតែនេះយើងចង់ឲ្យលឿនយើងជួយពាក្យ skip ក៏បានដែរវាអត់បញ្ហាយើងជួយពាក្យទៅ connect device បន្ទាប់មកវាលោតនឹងយើង confirm អញ្ចឹងយើងជួយពាក្យ line confirm នៅកន្លែងហ្នឹងមកបន្ទាប់មកយើងចូលទៅក្នុង go to setting ដើម្បីចូលទៅបើក location ហ្នឹងបើសិនជាបងអត់បើកតែអាហ្នឹងយើងអាច connect បានទេអញ្ចឹងយើងដាក់ always ពេលដែលយើងបើករូបវានឹង load device Venta ឲ្យយើងអញ្ចឹងយើងចូលទៅក្នុង Venta ចុចប៊ូតុងនៅខាងលើឲ្យជាប់ទៅវានឹងបើក Venta ហ្នឹងហើយអញ្ចឹងវានឹង load ពាក្យ connect យើងគ្រាន់ចុចលើ connect ហ្នឹងមករងចាំមក plate បន្ទាប់មកយើងចុចពាក្យ pair ពេលដែលយើងចុច pair ហើយវានឹង load ពាក្យ start ឲ្យយើងអញ្ចឹងយើងចុចពាក្យ start ហ្នឹងមកហើយនៅកន្លែងនេះគឺគេប្រាប់ពីរបៀបប្រើមួយបងអាចមើលតាមនឹងបានបើសិនជាយើងចង់បានរូបភាពដែលយើងថតហើយគឺយើងចុចពាក្យ line album បន្ទាប់មកយើងចុចពាក្យទៅលើពាក្យ import ទៅបើយើងអត់ចឹងរូបភាពអត់មកហើយពេលដែលយើង import ហើយយើងរកចាំមក play ទៅវានឹង load file យើងជាន់អញ្ចឹងយើងគ្រាន់ចុចពាក្យលើ join file ហ្នឹងមកចាំមក play ទៅវានឹង load រូបម្ដងមួយឲ្យយើងហើយហ្នឹងគឺតាមអ៊ីនធឺណិតអ្នកទាំងអស់គ្នាជាក់ស្ដែងឯងដើរលឿនដើរយឺតអីតាមហ្នឹងយើងចង់បិទ Venta យើងគ្រាន់ចុចប៊ូតុងនៅខាងលើនេះឲ្យជាប់មកប្រហែលជា Master វានឹង load ពណ៌ក្រហមនោះគឺវាហាក់បាត់ទៅ